សំណួរសាមញ្ញមួយ2026ដែលគេសួរតាក់ទងទៅនឹងថា TikTok គួរធ្វើវីដេអូប្រមាណវិនាទីល្អចម្លើយឆ្លើយលឿនបែបជាមូលដ្ឋានចន្លោះពី15ទៅ1នាទីខ្ញុំគិតថាជាប្រវែងមួយល្អដែលឆាប់ធ្វើវីដេអូ viral ឬក៏មានអ្នកមើលច្រើនប៉ុន្តែចម្លើយហ្នឹងក៏អាស្រ័យទៅលើប្រភេទវីដេអូដែលបងប្អូនធ្វើដែរអញ្ចឹងខ្ញុំសូមនិយាយថាបើសិនជាវីដេអូយើងធ្វើជាលក្ខណៈសម្រាប់យកទៅ boost ឬក៏យកទៅ run ad វីដេអូហ្នឹងអាចចន្លោះ15វិនាទីល្អជាងមានន័យថា15វិនាទីទៅ30វិនាទីហ្នឹងគឺយូរបំផុតហើយដែលរៀបរាប់ពីមុខងាររបស់ឧបករណ៍ឬក៏សេវាកម្មរបស់យើងខ្លីៗដើម្បីឲ្យគាត់ចុច message ឬក៏ទេមកសួរឬក៏ call to action ណាមួយដែលយើងដាក់អញ្ចឹងទៅប៉ុន្តែសម្រាប់អ្នកធ្វើមាតិកាទូទៅអាចចន្លោះថា2ទៅ3នាទីនៅក្នុងការបញ្យល់រៀបរាប់អីអញ្ចឹងទៅដោយសារតែគោលការណ៍ថ្មីរបស់គាត់បើតាមអ្វីដែលខ្ញុំដឹងគឺគាត់បានអាប់ដេតលើសមកកម្រិតទៀតទៅលើជាលក្ខណៈគុណតម្លៃនៃមាតិកាអញ្ចឹងកាលមុនវាផ្ដោតទៅលើវីដេអូខ្លីគាត់ជោគជ័យហើយអញ្ចឹងក៏គាត់ត្រូវ move on ឬក៏ដើរទៅមុខទៀតដើម្បីប្រជែងជាមួយនឹង platform ដទៃទៀតដូចជា Facebook ឬក៏ YouTube ជាដើមអញ្ចឹងអានេះខ្លីៗពីខ្ញុំហើយថ្ងៃនេះដោយសារតែមាន background sound ឬក៏សលេង background ដែលមានស្រាប់អញ្ចឹងខ្លីប៉ុណ្ណឹងហើយបើមានអីជាចម្ងល់ឬក៏ចង់ឲ្យធ្វើ topic អីទៀតអាចធ្វើការ comment ក្រោមបាន